សហរដ្ឋអាមេរិកបានបញ្ជូនសំណើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទៅប្រទេសអ៊ីរ៉ង់នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC នៅថ្ងៃទី1ខែមិថុនានេះលោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថាលោកត្រូវបានបង្ហាញនូវគោលគំនិតសំខាន់ៗមួយចំនួននៃកិច្ចព្រមព្រៀងអាមេរិកតាមរយៈសមភាគីពីអូម៉ង់លោក Bad Abu Saidi អំឡុងពេលទស្សនកិច្ចរយៈពេលខ្លីនៅរដ្ឋធានីរបស់អ៊ីរ៉ង់ការដាក់សំណើនេះកើតមានបន្ទាប់ពីមានសេចក្តីរាយការណ៍របស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិដែលលើកឡើងថាអ៊ីរ៉ង់បានបង្កើននូវការផលិតសារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនជាសមាសភាពសំខាន់សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរលោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមានបានថ្លែងការណ៍ពីថ្ងៃសៅរ៍ថាការទទួលយកនៅកិច្ចព្រមព្រៀងនេះគឺជាប្រយោជន៍សម្រាប់ប្រទេសអ៊ីរ៉ង់ដោយលោកស្រីបានបន្ថែមថាលោកប្រធានាធិបតី Donald Trump បានបញ្ជាក់យ៉ាងច្បាស់ហើយថាអ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរនោះទេលោកស្រី Leavitt បាននិយាយទៀតថាសំណើដែលមានភាពលម្អិតនិងអាចទទួលយកបាននេះត្រូវបានបេសកជនពិសេសលោក Steve Witkoff របស់ប្រធានាធិបតី Donald Trump បញ្ជូនទៅអ៊ីរ៉ង់លោក Abbas Araghchi បានសរសេរនៅលើបណ្ដាញសង្គម Twitter របស់លោកថាសំណើរបស់អាមេរិកនឹងត្រូវបានឆ្លើយតបដោយសមរម្យស្របទៅតាមគោលការណ៍ផលប្រយោជន៍ជាតិនិងសិទ្ធិរបស់ពលរដ្ឋអ៊ីរ៉ង់តែយ៉ាងណាគេនៅមិនទាន់ដឹងអំពីសេចក្តីលម្អិតនៃកិច្ចព្រមព្រៀងនេះនៅឡើយទេសំណើនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិដែលរកឃើញថាអ៊ីរ៉ង់នៅពេលនេះមានសារធាតុជាង400គីឡូក្រាមដែលមានធាតុសុទ្ធ 60% ដោយខិតទៅរកកម្រិតជាតិសុទ្ធ 90% ដែលត្រូវការសម្រាប់ផលិតអាវុធនុយក្លេអ៊ែរកម្រិតនេះគឺល្អលើសកម្រិតធាតុសុទ្ធដែលគ្រប់គ្រាន់សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរផ្នែកស៊ីវិលនិងសម្រាប់គោលបំណងស្រាវជ្រាវផ្សេងទៀតបរិមាណនេះគឺគ្រប់គ្រាន់សម្រាប់អាវុធនុយក្លេអ៊ែរចំនួន10ប្រសិនបើចម្រាញ់បន្ថែមទៀតដែលនឹងធ្វើឲ្យប្រទេសអ៊ីរ៉ង់ក្លាយទៅជាប្រទេសដែលគ្មានអាវុធនុយក្លេអ៊ែរតែមួយគត់ដែលផលិតសារធាតុអ៊ុយរ៉ាញ៉ូមបានច្រើនកម្រិតធាតុសុទ្ធខ្ពស់បំផុតសេចក្តីរាយការណ៍នេះក៏បានត្រួសត្រាយផ្លូវសម្រាប់សហរដ្ឋអាមេរិកអង់គ្លេសបារាំងនិងអាល្លឺម៉ង់ជំរុញឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិស្វែងរកការបំពេញលក្ខខណ្ឌមិនរិចសាយភាយអាវុធនុយក្លេអ៊ែររបស់ខ្លួនអ៊ីរ៉ង់បានអះអាងថាកម្មវិធីរបស់ខ្លួនគឺមានលក្ខណៈសន្តិភាពនិយមកាលពីថ្ងៃសៅរ៍បណ្ដាញសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់បានហៅរបាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិថាជារឿងនយោបាយដែលមានការចោទប្រកាន់គ្មានមូលដ្ឋានអ៊ីរ៉ង់បាននិយាយថាខ្លួននឹងអនុវត្តវិធានការសមស្របមួយជាការឆ្លើយតបទៅនឹងកិច្ចប្រឹងប្រែងណាមួយដែលក្នុងការចាត់វិធានការមកលើក្រុងតេហេរ៉ង់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិសហរដ្ឋអាមេរិកបានប្រឹងប្រែងរឹតបន្តឹងសមាសភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលមានការសម្របសម្រួលពីប្រទេសអូម៉ង់កិច្ចចរចារវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរបានដំណើរការចាប់តាំងពីខែមេសាមកភាគីទាំងពីរបានបង្ហាញសុទិដ្ឋិនិយមអំឡុងដំណើរការនៃការចរចាប៉ុន្តែនៅមានការខ្វែងគំនិតគ្នាជុំវិញបញ្ហាសំខាន់ៗមួយចំនួនដែលក្នុងនោះបញ្ហាថាតើអ៊ីរ៉ង់អាចបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្រោមកិច្ចព្រមព្រៀងណាមួយនាពេលអនាគតនោះទេបើទោះបីជាមានការចរចាបន្តរវាងក្រុងតេហេរ៉ង់និងក្រុងវ៉ាស៊ីនតោនរបាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិមិនបានបញ្ជាក់ថាតើអ៊ីរ៉ង់មិនបានបន្ថយកិច្ចប្រឹងប្រែងចម្រាញ់សារធាតុសម្រាប់អ៊ុយរ៉ាញ៉ូមរបស់ខ្លួនឬយ៉ាងណានោះទេអ៊ីរ៉ង់បានផលិតសារធាតុអ៊ុយរ៉ាញ៉ូមដែលមានបរិមាណល្មមនិងអាចផលិតបានអាវុធនុយក្លេអ៊ែរមួយគ្រាប់ក្នុងមួយខែនេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ
ក្រមមន្ត្រីអាមេរិកបានប៉ាន់ប្រមាណថាប្រសិនបើអ៊ីរ៉ង់ជ្រើសរើសយកការផលិតអាវុធប្រទេសនេះនឹងអាចផលិតសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេលមិនដល់2សប្តាហ៍និងមានលទ្ធភាពកសាងអាវុធនុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះតែយ៉ាងណាអ៊ីរ៉ង់បានបដិសេធយូរមកហើយថាខ្លួនមិនបានព្យាយាមអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេទោះបីជាយ៉ាងណាទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានអះអាងថាខ្លួនមិនអាចបញ្ជាក់បានទេថាតើមានការអះអាងនេះគឺជាការពិតឬយ៉ាងណាពីព្រោះអ៊ីរ៉ង់បានបដិសេធមិនឲ្យក្រុមអធិការកិច្ចចូលទៅពិនិត្យហើយមិនបានឆ្លើយតបទៅនឹងសំណួរជាច្រើនអំពីប្រវត្តិនុយក្លេអ៊ែររបស់ខ្លួនលោកត្រាំកំពុងតែស្វាស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយនឹងក្រុងតេហេរ៉ង់បន្ទាប់ពីដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកន្លងមករវាងអ៊ីរ៉ង់និងមហាអំណាច6ផ្សេងទៀតនៅក្នុងឆ្នាំ2018កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះដែលគេហៅថាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមហៅកាត់ថា CJPOA ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ2015ដោយអ៊ីរ៉ង់សហរដ្ឋអាមេរិកចិនបារាំងរុស្ស៊ីអាល្លឺម៉ង់និងអង់គ្លេសកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះស្វែងរកការរឹតបន្តឹងនិងតាមដានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរទៅនឹងការដកទណ្ឌកម្មដែលបានដាក់ទៅលើរបបនេះនៅក្នុងឆ្នាំ2010ជុំវិញការសង្ស័យថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានប្រើប្រាស់ដើម្បីផលិតអាវុធនុយក្លេអ៊ែរប៉ុន្តែលោកដូណាល់ត្រាំបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះអំឡុងអាណត្តិដំបូងរបស់លោកដោយអះអាងថា JCPOA គឺជាកិច្ចដ៏អន់ពីព្រោះវាមិនមែនជាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍និងមិនបានដោះស្រាយអំពីបញ្ហាកម្មវិធីមីស៊ីលប៉ាឡេស្ទិករបស់អ៊ីរ៉ង់នៅក្នុងចំណោមបញ្ហាផ្សេងទៀតបន្ទាប់មកលោកត្រាំបានដាក់ទណ្ឌកម្មអាមេរិកឡើងវិញជាផ្នែកនៃយុទ្ធនាការដាក់សម្ពាធកម្រិតអតិបរមាដើម្បីទប់ស្កាត់អ៊ីរ៉ង់ឲ្យចូលចរចាកិច្ចព្រមព្រៀងថ្មីនិងទូលំទូលាយជាងមុននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុងតេហេរ៉ង់បានបំពានទៅលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឆ្នាំ2015ស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែរដែលរៀបចំឡើងដើម្បីធ្វើឲ្យអ៊ីរ៉ង់ពិបាកនៅក្នុងការអភិវឌ្ឍគ្រាប់បែកអាតូមិកកន្លងមកលោកត្រាំក៏បានគម្រាមទម្លាក់គ្រាប់បែកកំទេចទីតាំងផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ប្រសិនបើការចរចាការទូតមិនអាចសម្រេចកិច្ចព្រមព្រៀងបាន